ដឹងអត់ថាអ្នកទាំងអស់គ្នាក៏អាចជួយដល់សង្គមនិងជីវភាពបងអ្នកបើកបរនៅកម្ពុជាបានដែរគ្រាន់តែអ្នកទាំងអស់គ្នាប្រើប្រាស់ជាមួយនឹងសេវាកម្ម Etada មួយរយៈនេះគឺខ្ញុំបានចូលរួមកម្មវិធីរត់ហើយនឹងបានធ្វើសកម្មភាពច្រើនខ្លាំងមែនទែនតែដូចជាអត់សូវបានមានពេលឲ្យខ្លួនឯងសោះអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់បានឱកាសដើរលេងជាមួយនឹងខ្លួនឯងឲ្យបានម្ដងតែថ្ងៃនេះគឺខ្ញុំសុំរៀងឡូយតិចហើយគឺខ្ញុំអត់ជិះម៉ូតូខ្លួនឯងទេខ្ញុំនឹង order កង់3របស់ Tada ជិះមកហើយមូលហេតុអីបើខ្ញុំប្រើប្រាស់ជាមួយនឹងសេវាកម្ម Tada គឺដោយសារតែមានភាពងាយស្រួលក្នុងការ order គ្រាន់តែយើងចុចមកคลิกហើយជ្រើសរើសទីតាំងដែលយើងនៅនោះអ្នកបើកបរនឹងមកដល់កន្លែងយើងក្នុងរយៈពេលក្រោម2នាទីអូហើយមួយទៀតចំណុចដែលសំខាន់ណាគឺដោយសារតែ Tada គឺជាផ្នែកមួយនៃការលើកកម្ពស់ដល់ជីវភាពអ្នកបើកបរនៅក្នុងប្រទេសកម្ពុជាយើងផងដែរហើយណាមួយការប្រើប្រាស់ជាមួយនឹងសេវាកម្ម Tada គឺពិតជាមានសុវត្ថិភាពមែនតើដូចអ្នកទាំងអស់គ្នាដឹងចឹងមួយរយៈហ្នឹងគឺមានភ្លៀងផងក្តៅផងអញ្ចឹងការជ្រើសរើសជាមួយនឹងសេវាកម្ម Tada គឺពិតជាល្អមែនតើសម្រាប់ពួកយើងទាំងអស់គ្នាហើយយើងក៏អាចខ្លាចជាមនុស្សម្នាក់ដែលបានជួយដល់សង្គមជាតិយើងដែលអត់ដឹងខ្លួនផងដែរត្រឡប់មកសកម្មភាពរបស់ខ្ញុំវិញគឺថ្ងៃនេះគឺខ្ញុំបានទៅកន្លែងច្រើនខ្លាំងមែនតើនៅក្នុងរាជធានីភ្នំពេញយើងហើយជាពិសេសហ្នឹងគឺព្រះបរមរាជវាំងដោយសារតែថ្ងៃឈប់សម្រាកអញ្ចឹងបងប្អូនយើងគឺមកលេងច្រើនខ្លាំងមែនតើហើយយប់ឡើងក៏ខ្ញុំអត់ទាន់បានទៅផ្ទះដែរគឺខ្ញុំទៅដើរលេងនៅ Walk Street មកលើកនេះរៀងប្លែកតិចដោយសារតែរាល់ដងធ្លាប់មកជាគ្នាឥឡូវគឺមកម្នាក់ឯងមានអីមានអារម្មណ៍ថាប្លែកដែរតែនៅពេលដែលយើងធ្វើ slowly day អញ្ចឹងគឺប្លែកម្យ៉ាងអូមួយទៀតខ្ញុំភ្លេចប្រាប់រាល់ការចំណាយការទូទាត់របស់យើងទាំងអស់ទៅលើសេវាកម្ម Tada គឺអ្នកបើកបរគាត់នឹងទទួលបានទាំងអស់តែម្ដងដោយមិនមានការកាត់កម្រៃជើងផ្សារពី app នោះទេអញ្ចឹងពិតជារឿងដែលល្អមួយមែនតើសម្រាប់ពួកគាត់អញ្ចឹងតោះជី Tada ជួយអ្នកបើកបរទាំងអស់គ្នាដើម្បីជីវភាពអ្នកបើកបរនៅកម្ពុជា